เรียนภาษาเกาหลีสิบเพยอลินฮันกุกกอกำรัดบัดทอมสิบเพเพียมวยชูกึบอิลเมเรียนติปีเพียบันต่ออีกว่าอิลสังเซงฝาชีวิตประจำថ្ងៃយើងចូលដល់មេរៀនទី2ភាគបន្តចំណុចនេះគឺជាលំហាត់ដែលយើងបានរៀនវេយ្យាករណ៍អាយោអយោរួចហើយគឺទម្រង់បច្ចុប្បន្នកាលធម្មតាដែលរៀននៅក្នុងវីដេអូភាគមុនដូច្នេះឥឡូវយើងចូលមកមើលលំហាត់ទាំងអស់គ្នាលំហាត់ទី1គេនិយាយថា Pokiwa Katti Suseo មានន័យថាសូមសរសេរឲ្យដូចទៅនឹងឧទាហរណ៍ដូច្នេះយើងមើល Poki ឧទាហរណ៍របស់គេនិយាយថា Ilta គឺជាគេសព្ទមានន័យថាអានដូច្នេះបំបែកជាមួយនឹងបច្ចុប្បន្នកាលអាយោអយោខ្លះទៅជា Ilgoyo ប្រែថាអានដូចគ្នាដូច្នេះឧទាហរណ៍របស់គេគឺគេឲ្យបំបែកជាមួយនឹងកិរិយាសព្ទឲ្យខ្លះទៅជាទម្រង់បច្ចុប្បន្នកាលអាយោឬអយោដូច្នេះយើងមើលលំហាត់ទី1រូបភាពគឺមនុស្សជួបគ្នាដូច្នេះកិរិយាសព្ទខាងក្រោមគឺ Manada បំបែកជាមួយនឹងទម្រង់បច្ចុប្បន្នកាលធម្មតាអាយោអយោខ្លះទៅជាអ្វីគឺ Manada មានស្រៈអាខាងចុងលុបដាហើយនៅសល់ Manna មានស្រៈអាដូច្នេះត្រូវបូកជាមួយនឹងអាយោដូច្នេះស្រៈអាបូកជាមួយនឹងស្រៈអាបង្រួមស្រៈខ្លះជាស្រៈអាដល់តែ Manada ខ្លះជា Mannayo ប្រែថាជួបលំហាត់ទី2រូបភាពគឺបង្រៀនដូច្នេះពាក្យ Karichida ប្រែថាបង្រៀនដូច្នេះបំបែកជាមួយនឹងទម្រង់បច្ចុប្បន្នកាលធម្មតាអាយោឬអយោខ្លះទៅជាអ្វី Karichida យើងមើល Chida លុបដែរហើយនៅសល់ Karichi មានស្រៈអ៊ីត្រូវបូកជាមួយនឹងអយោបង្រួមស្រៈអ៊ីបូកជាមួយនឹងស្រៈអខ្លះទៅជាស្រៈយោ Karichida ខ្លះជា Karichoyo ប្រែថាបង្រៀនលំហាត់ទី3ពាក្យរបស់គេគឺ Peuda លុបដែរហើយនៅសល់ Peu មានអ៊ូនៅខាងចុងដូច្នេះស្រៈអ៊ូក្រៅពីស្រៈអាស្រៈអូយើងត្រូវបូកជាមួយនឹងអយោ Peuda បំបែកជាមួយនឹងទម្រង់បច្ចុប្បន្នកាលខ្លះជា Peu បូកជាមួយនឹងអយោស្រៈអ៊ូបូកជាមួយនឹងស្រៈអខ្លះជាស្រៈវដូច្នេះ Peu ខ្លះជា Pewoyo ប្រែថារៀនលំហាត់ទី4 Ilhada ប្រែថាធ្វើការដូច្នេះយើងឃើញថាមាន hada ខាងចុងមាន hada យើងត្រូវបដូរជាមួយនឹងទម្រង់បច្ចុប្បន្នកាលអាយោអយោដោយបដូរដូចជាអ្វី hada បដូរដូចជា heyo ដូច្នេះ Ilhada ត្រូវបដូរដូចជា Ilheyo ប្រែថាធ្វើការសម្រាប់បងប្អូនដែលពុំទាន់ច្បាស់អំពីវេយ្យាករណ៍នេះសូមចូលទៅកាន់ link វីដេអូនៅខាងក្រោម description នៃវីដេអូនេះដើម្បីមើលវីដេអូលម្អិតអំពីវេយ្យាករណ៍នេះយើងចូលដល់សំណួរទី2បន្ទាប់គឺជាសំណួរផ្គូផ្គងដូច្នេះល្បះរបស់គេនិយាយថាគឺរមេម៉ាត់នឿនធងសារឺយ៉នខ្យល់ហៅគោគឺរមេមានន័យថាគំនូរឬក៏រូបភាពម៉ាត់នឿនមានន័យថាដែលត្រឹមត្រូវធងសាមានន័យថាកិរិយាសព្ទដូច្នេះគឺរមេម៉ាត់នឿនធងសាកិរិយាសព្ទដែលត្រឹមត្រូវទៅនឹងរូបភាពយ៉នខ្យល់ហៅគោមានន័យថាភ្ជាប់ហើយយ៉នខ្យល់អាដាមានន័យថាភ្ជាប់ឬក៏ផ្គូផ្គងបូកជាមួយទម្រង់គោប្រែថាហើយដូច្នេះឃ្លានេះមានន័យថាភ្ជាប់កិរិយាសព្ទដែលត្រឹមត្រូវទៅនឹងរូបភាពហើយ Pokiwa Katti Suseo សូមសរសេរឲ្យដូចទៅនឹងឧទាហរណ៍ដូច្នេះគេឲ្យយើងភ្ជាប់រូបភាពជាមួយនឹងកិរិយាសព្ទដែលត្រឹមត្រូវជាមួយនឹងរូបភាពនោះហើយសរសេរបំបែកកិរិយាសព្ទនោះឲ្យក្លាយទៅជាទម្រង់បច្ចុប្បន្នកាលគួរសមធម្មតាគឺទម្រង់អាយោឬអយោយើងមើលឧទាហរណ៍របស់គេ Poki រូបភាពរបស់គេគឺកំពុងអង្គុយមើលទូរទស្សន៍
ដូច្នេះគេភ្ជាប់ជាមួយនឹងកិរិយាសព្ទ Poda មានន័យថាមើលដូច្នេះ Poda គេបំបែកបច្ចុប្បន្នកាល Ayo ឬ Ayo ខ្លះទៅជា Bhayo ប្រែថាមើលយើងមើលកន្លងទី1ជាមុនសិនគឺកន្លងនៃកិរិយាសព្ទដូច្នេះកិរិយាសព្ទទី1គឺ Mashida ប្រែថាផឹកពាក្យបន្ទាប់គឺ Poda គឺជាឧទាហរណ៍មានន័យថាមើលកិរិយាសព្ទមួយទៀតគឺ Ilta ប្រែថាអានកិរិយាសព្ទបន្ទាប់ Mokta ប្រែថាញ៉ាំ Khumbuhada ប្រែមកថាសិក្សាដូច្នេះនេះគឺជាកិរិយាសព្ទដែលត្រូវភ្ជាប់ជាមួយនឹងរូបភាពយើងមើលរូបភាពទី1រូបភាពទី1គេកំពុងតែធ្វើអ្វីកំពុងតែលើកកែវកាហ្វេតើត្រូវជាមួយនឹងកិរិយាសព្ទមួយណាចម្លើយគឺត្រូវជាមួយនឹងកិរិយាសព្ទ Mashida ប្រែថាផឹកដូច្នេះរូបភាពទី1គឺភ្ជាប់ជាមួយនឹងកិរិយាសព្ទផឹកគឺ Mashida គេកំពុងតែផឹកកាហ្វេដូច្នេះ Mashida យើងត្រូវបំបែកជាមួយនឹងបច្ចុប្បន្នកាល Mashi លុបដាហើយនៅសល់ Mashi ដូច្នេះ Mashi C គឺមានស្រៈ E ខាងចុងត្រូវបូកជាមួយនឹង Ayo ខ្លះទៅជា Mashoyo បង្រួមស្រៈ E បូកស្រៈ O ខ្លះជាស្រៈ Yo ដូច្នេះ Mashi ខ្លះជា Mashoyo ប្រែថាផឹកយើងមើលរូបភាពទី2រូបភាពទី2គេកំពុងតែធ្វើអ្វីគឺគេកំពុងតែរៀនអង្គុយរៀនដូច្នេះពាក្យរបស់យើងគឺមានពាក្យថាសិក្សាគឺ Khumbuhada ដូច្នេះយើងត្រូវភ្ជាប់ជាមួយនឹងរូបភាពទី2 Khumbuhada យើងបបែកជាមួយនឹងបច្ចុប្បន្នកាលខ្លះជាអ្វីមាន hada ខាងចុងគឺត្រូវប្ដូរទៅជា Heyo Khumbuheyo ប្រែមកថាសិក្សារូបភាពទី3តើគេកំពុងតែធ្វើអ្វីគឺកំពុងតែញ៉ាំអាហារដូច្នេះយើងត្រូវភ្ជាប់ជាមួយនឹងកិរិយាសព្ទមួយណាគឺកិរិយាសព្ទ Mokta យើងបដូរជាមួយនឹងបច្ចុប្បន្នកាលត្រូវខ្លះទៅជាអ្វី Mokta លុបដាហើយនៅសល់ Mok មានស្រៈ O ត្រូវបូកជាមួយនឹង Ayo ដូច្នេះ Mokta មានជើងគឺបូកជាមួយនឹង Ayo យកតែម្ដងដោយមិនបាច់បំរុងស្រៈនោះទេខ្លះជា Mokkoyo ប្រែថាញ៉ាំរូបភាពទី4គេកំពុងតែអង្គុយអានកាសែតដូច្នេះតើត្រូវជាមួយនឹងកិរិយាសព្ទមួយណាគឺកិរិយាសព្ទ Ilta ប្រែថាអានដូច្នេះ Ilta លុបដាហើយនៅសល់ Il មានស្រៈ E ក្រៅពីសអាសអូយើងត្រូវបូកជាមួយនឹង Ayo ដូច្នេះ Ilta បូកជាមួយនឹង Ayo ខ្លះជា Ilkoyo ប្រែថាអានយើងចូលដល់ចំណុចបន្ទាប់គឺវេយ្យាករណ៍ Bunpop Alki មានន័យថាការស្គាល់ពីវេយ្យាករណ៍ដូច្នេះវេយ្យាករណ៍ដែលយើងត្រូវរៀនគឺទម្រង់ ឬក៏ Ril ដូច្នេះទម្រង់នេះគឺជាទម្រង់បរិវារសព្ទកម្មបទនៅពីមុខវាគឺជានាមនៅទីនេះគឺសំដៅទៅលើកម្មបទទម្រង់នេះគេហៅថាបរិវារសព្ទកម្មបទបរិវារសព្ទមានន័យថាពាក្យដែលហែហមសម្រាប់ឈរអមជាមួយនឹងកម្មបទដូច្នេះវាគ្រាន់តែជាពាក្យដែលអមជាមួយនឹងកម្មបទប៉ុណ្ណោះវាគ្មានន័យបកប្រែនោះទេកាលណាកម្មបទគេត្រូវប្រើជាមួយនឹងទម្រង់នេះដើម្បីបញ្ជាក់វាថាគឺជាកម្មបទគឺមានន័យថាគឺជានាមទាំងឡាយណាដែលរងអំពើនៃប្រធានមានន័យថាប្រធានធ្វើអំពើទៅលើកម្មបទនោះគេហៅថាគឺជានាមកម្មបទដូច្នេះយើងមើលរបៀបប្រើរបស់វាជាមុនសិនយើងមើលកាលណានាមមានជើងប្រកបឬហៅថាមានផាត់ឈីមត្រូវបូកជាមួយនឹង il កាលណានាមគ្មានជើងប្រកបឬគ្មានផាត់ឈីមត្រូវបូកជាមួយនឹង ril ដូច្នេះទម្រង់នេះគេគិតទៅលើជើងនិងប្រើជាមួយនឹងនាមប៉ុណ្ណោះ
ដូច្នេះយើងមើលឧទាហរណ៍ទី1គេនិយាយថា제 친구는 빵을 먹어요. 제មានន័យថារបស់ខ្ញុំ 친구 មិត្តភក្តិ 제 친구는 មិត្តភក្តិរបស់ខ្ញុំ 제 친구는 គឺជាប្រធានយើងបកមុនមិត្តភក្តិរបស់ខ្ញុំប៉ាំងយើងមើលប៉ាំងមានន័យថានំប៉័ងដូច្នេះគឺជានាមកម្មបត្តិប៉ាំងគឺជានាមដែលមានជើងត្រូវបូកជាមួយនឹងអ៊ឺលក៏ជាប៉ាំងងឺលយើងអានភ្ជាប់សំឡេងយកជើងភ្ជាប់ជាមួយនឹងស្រៈមកកយោប្រធានញ៉ាំដូច្នេះ제 친구는 빵을 먹어요យើងបកប្រធានមុនមិត្តភក្តិរបស់ខ្ញុំរួចបកពីខាងចុងមកប្រធានវិញញ៉ាំនំប៉័ងមិត្តភក្តិរបស់ខ្ញុំញ៉ាំនំប៉័ងដូច្នេះយើងឃើញថានំប៉័ងគឺជានាមដែលរងអំពើរបស់ប្រធានគឺនំប៉័ងគឺជាកម្មបត្តិដោយសារតែនំប៉័ងរងអំពើនៃការញ៉ាំរបស់ប្រធានគឺមិត្តភក្តិរបស់ខ្ញុំដូច្នេះនំប៉័ងគឺជាកម្មបត្តិគឺប៉ាំងត្រូវបូកជាមួយនឹងបរិវារសព្ទកម្មបត្តិគឺអ៊ឺលឧទាហរណ៍ទី2샤오핑은 한국어를 배워요 샤오핑គឺជាឈ្មោះមនុស្ស한국어ភាសាកូរ៉េ 배워요 ប្រែថារៀនដូច្នេះយើងបកជាមុនសិន 샤오핑គឺជាប្រធានយើងបកមុន 샤오핑រួចយើងបកពីខាងចុងត្រឡប់មកប្រធានវិញរៀនភាសាកូរ៉េដូច្នេះយើងមើល한국어ភាសាកូរ៉េគឺជានាមដែលរងអំពើនៃការរៀនរបស់ប្រធានដូច្នេះភាសាកូរ៉េគឺជាកម្មបត្តិ한국어យើងមើល한국어ខាងចុងគឺមានអដោយសារវាគ្មានជើងដូច្នេះត្រូវបូកជាមួយនឹងទម្រង់ឬដែលជា한국어ឬគឺជាកម្មបត្តិរបស់មួយទៀតគេនិយាយថា무엇을해요 무엇ប្រែថាអ្វី 해요ប្រែថាធ្វើដូច្នេះធ្វើអ្វីដូច្នេះអ្វីគឺជានាមដែលរងអំពើនៃការធ្វើវាគឺជាកម្មបត្តិដូច្នេះmu'atត្រូវបូកជាមួយនឹងបរិវារសព្ទកម្មបត្តិគឺអ៊ឺលដោយសារតែmu'atយើងមានជើងត្រូវបូកជាមួយនឹងអ៊ឺលក៏ជាmu'atsilប្រែថាធ្វើអ្វីគេឆ្លើយថា저는 영화를 봐요 저는ប្រែថាខ្ញុំ영화ប្រែថាកុន봐요ប្រែថាមើលដូច្នេះខ្ញុំមើលកុនយើងមើលពាក្យថា영화កុនគឺជាកម្មបត្តិដែលរងអំពើនៃការមើលរបស់ប្រធានដូច្នេះ영화កុនគឺជាកម្មបត្តិ영화យើងមើល fa គឺគ្មានជើងដូច្នេះត្រូវបូកជាមួយនឹងទម្រង់ឬក៏ជា영화ឬ저는 영화를 봐요ខ្ញុំមើលកុនយើងចូលដល់លំហាត់ទី1យើងមើលភូគីឧទាហរណ៍របស់គេឧទាហរណ៍គឺគេឲ្យយើងគូររង្វង់ជ្រើសរើសយកបរិវារសព្ទកម្មបត្តិដូច្នេះរបស់គេឧទាហរណ៍ផាប់មានជើងដូច្នេះមានជើងប្រកបត្រូវបូកជាមួយនឹងអ៊ឺខ្លះជាផាប់ពឹល먹어요មានន័យថាញ៉ាំដូច្នេះ밥을 먹어요ប្រែថាញ៉ាំបាយលំហាត់ទី1 juice មានន័យថាទឹកផ្លែឈើដូច្នេះយើងមើលទឹកផ្លែឈើ juice ពាក្យខាងចុងគឺស៊ឺគ្មានជើងដូច្នេះគ្មានជើងត្រូវបូកជាមួយទម្រង់មួយណាចម្លើយត្រូវបូកជាមួយនឹងឬខ្លះជា juice ឬ ma셔요 មានន័យថាផឹកទឹកផ្លែឈើ ma셔요 មានន័យថាផឹកទី2 taekwondo ពាក្យខាងចុងគឺដូគឺជាពាក្យដែលគ្មានជើងត្រូវបូកជាមួយនឹងទម្រង់មួយណាបរិវារសព្ទកម្មបត្តិគឺទម្រង់ឬខ្លះជា taekwondo를 배워요 មានន័យថារៀនតៃក្វាន់ដូលំហាត់ទី3 សាឈិនមានន័យថារូបថតដូច្នេះយើងមើលពាក្យខាងចុងគឺ
ชินមានជើងប្រកបត្រូវបូកជាមួយនឹងបរិវារស័ព្ទខ្លះជាសាជីនិលផាយោមានន័យថាមើលរូបថតលំហាត់ទី4គីមឈីយើងដឹងហើយគីមឈីគឺជ្រក់គីមឈីរបស់កូរ៉េដូច្នេះពាក្យខាងចុងឈីគ្មានជើងត្រូវបូកជាមួយនឹងបរិវារស័ព្ទខ្លះជាគីមឈីឬជွာហេយ៉ូមានន័យថាចូលចិត្តគីមឈីលំហាត់ទី5ស៊ីនមូនមានន័យថាកាសែតគឺកាសែតព័ត៌មានដូច្នេះស៊ីនមូនយើងត្រូវបូកជាមួយនឹងអ្វីបូកជាមួយនឹងបរិវារស័ព្ទខ្លះជាស៊ីនមូនក៏យោប្រែថាអានកាសែតលំហាត់ទី6 check មានន័យថាសៀវភៅ check មានជើងត្រូវបូកជាមួយនឹងខ្លះជា check គឺសាយោមានន័យថាទិញសៀវភៅចំណុចបន្ទាប់លំហាត់បន្ទាប់យើងមើល Pogi ឧទាហរណ៍របស់គេពាក្យក្នុងវងក្រចកគេដាក់ថា Uyu ទឹកដោះគោគេអាស័ព្ទគឺ Mashida ប្រែថាផឹកដូច្នេះគេឲ្យពាក្យនាមជាមួយនឹងគេអាស័ព្ទដោយសរសេរវាបំបែកខ្លះជាប្រយោគដូច្នេះចម្លើយរបស់គេសរសេរខ្លះជាឈរនឿន Uyu ឬ Mashayo មានន័យថាខ្ញុំផឹកទឹកដោះគោដូច្នេះ Uyu គឺជានាមកម្មបទត្រូវបូកជាមួយនឹងបរិវារស័ព្ទដោយសារវាគ្មានជើង Mashida យើងត្រូវបំបែកជាមួយនឹងទម្រង់បច្ចុប្បន្នកាលធម្មតាខ្លះជា Mashayo ប្រែថាខ្ញុំផឹកទឹកដោះគោដូច្នេះយើងមើលលំហាត់ទី1របស់គេរូបភាពគឺអង្គុយមើលទូរទស្សន៍ដូច្នេះពាក្យនៅក្នុងវងកញ្ចក់របស់គេគេដាក់ថា television ទូរទស្សន៍រួចកិច្ចសព្ទគឺ Poda ប្រែថាមើលដូច្នេះយើងត្រូវសរសេរបំបែកវាឲ្យក្លាយទៅជាប្រយោគគេដាក់ប្រធានថាឈរនឿនប្រែថាខ្ញុំដូច្នេះ television ត្រូវបូកជាមួយនឹងបរិវារស័ព្ទកម្មបទ television ត្រូវបូកជាមួយនឹងបរិវារស័ព្ទខ្លះជា television Poda បំបែកបច្ចុប្បន្នកាលអាយោខ្លះជាផាយោឈរនឿន television ផាយោប្រែថាខ្ញុំមើលទូរទស្សន៍លំហាត់ទី2យើងមើលរូបភាពគឺនៅកន្លែងលក់សៀវភៅដូច្នេះពាក្យរបស់គេគឺ check ប្រែថាសៀវភៅសាដាប្រែថាទិញដូច្នេះយើងត្រូវបំបែកវាឲ្យក្លាយទៅជាប្រយោគប្រធានគេដាក់ថាឈរនឿនខ្ញុំដូច្នេះ check គឺជាកម្មបទបូកជាមួយនឹងបរិវារស័ព្ទដោយសារវាមានជើងថាជា check គឺសាដាបំបែកបច្ចុប្បន្នកាលអាយោខ្លះជាសាយោបង្រួមស្រៈដូច្នេះឈរនឿន check គឺសាយោខ្ញុំទិញសៀវភៅលំហាត់ទី3យើងមើលរូបភាពគឺរៀន piano ដូច្នេះពាក្យរបស់គេគឺ piano ប្រែថា piano Poda ប្រែថារៀនដូច្នេះយើងត្រូវបំបែកវាឲ្យក្លាយជាប្រយោគប្រធានគេដាក់ថាឆេឈិនគូនឿនមិត្តភ័ក្តិរបស់ខ្ញុំដូច្នេះបំបែកក្លាយជាប្រយោគ piano គឺជាកម្មបទត្រូវបូកជាមួយនឹងបរិវារស័ព្ទpiano Poda បំបែកជាមួយនឹងទម្រង់បច្ចុប្បន្នកាលអយោខ្លះជាភេវយោឆេឈិនគូនឿន piano ភេវយោមិត្តភ័ក្តិរបស់ខ្ញុំរៀន piano លំហាត់ទី4និងលំហាត់ទី5គ្រូដាក់ជាលំហាត់កិច្ចការផ្ទះដូច្នេះសូមសរសេរចម្លើយនៅខាងក្រោម comment នៃវីដេអូនេះដូច្នេះយើងមើលលំហាត់ទី4រូបភាពគឺកំពុងតែរត់ហាត់ប្រាណដូច្នេះពាក្យរបស់គេអ៊ុនឌុងប្រែមកថាកីឡាចំណែកឯហាដាប្រែមកថាធ្វើដូច្នេះអ៊ុនឌុងហាដាពាក្យនេះរួមចូលគ្នាប្រែថាលេងកីឡាឬក៏ហាត់ប្រាណដូច្នេះយើងត្រូវបំបែកវា
ឧណ្ឌុងត្រូវបូកជាមួយនឹងបរិវារសព្ទកម្មបត្តិឬក៏បរិវារសព្ទឬហាដាយើងត្រូវបំបាយបច្ចុប្បន្នកាលអាយោឬអយោរួចយើងសរសេរជាប្រយោគមកប្រធានរបស់គេគឺជីស៊ូស៊ីនឹនមានន័យថាលោកជីស៊ូចម្លើយសូមសរសេរនៅខាងក្រោម comment នៃវីដេអូសំណួរទី5រូបភាពគឺកំពុងតែញ៉ាំអាហារដូច្នេះពាក្យរបស់គេគឺគីមឈីគឺជ្រក់គីមឈីរបស់កូរ៉េកិរិយាសព្ទគឺមកតាប្រែថាញ៉ាំដូច្នេះប្រធានរបស់គេគឺឈីមស៊ឺស៊ីនឹនមានន័យថាលោកឈីមស៊ឺដូច្នេះប្រយោគចម្លើយសូមសរសេរនៅ comment ខាងក្រោមវីដេអូយើងចូលដល់ចំណុចបន្ទាប់គឺ Moonpop Algi ការស្គាល់ពីវេយ្យាករណ៍បន្ទាប់ទម្រង់នេះគឺជាទម្រង់វេយ្យាករណ៍អានមានន័យថាមិនគឺជាពាក្យបដិសេធដូច្នេះអាននេះគេដាក់នៅខាងមុខកិរិយាសព្ទឬក៏គុណនាមអានយើងប្រែថាមិនដូច្នេះយើងមើលឧទាហរណ៍ទី1គេនិយាយថា저는 술을 안 마셔요 저는ប្រែថាខ្ញុំ술을ប្រែមកថាស្រាដូច្នេះគឺជាកម្មបត្តិ안 마셔요ប្រែថាមិនផឹក마셔요ប្រែថាផឹកដូច្នេះបូកជាមួយនឹងអាននៅពីមុខវាប្រែថាមិនដូច្នេះមិនផឹកខ្ញុំមិនផឹកស្រា저는 술을 안 마셔요ល្បះទី2친구는 태권도를 안 배워요 친구는មិត្តភក្តិ태권도ប្រែមកថាតៃក្វាន់ដូដូច្នេះគឺជាកម្មបត្តិត្រូវបូកជាមួយនឹងទម្រង់រឿបរិវារសព្ទកម្មបត្តិ안 배워요ប្រែមកថាមិនរៀនដូច្នេះយើងឃើញថាអាននៅខាងមុខ 배워요 គឺឈរនៅខាងមុខកិរិយាសព្ទដូច្នេះ안 배워요មិនរៀន친구គឺជាប្រធានយើងបកមុន친구는រួចបកពីខាងចុងត្រឡប់មកប្រធានវិញ친구는មិត្តភក្តិមិនរៀនតៃក្វាន់ដូល្បះទី3마틴 씨는 운동을 안 해요ដូច្នេះ마틴 씨ប្រែថាលោក 마틴 운동을 안 해요ប្រែមកថាមិនលេងកីឡាឬក៏មិនហាត់ប្រាណ운동ប្រែមកថាកីឡាដូច្នេះ 안 해요ប្រែមកថាមិនធ្វើដូច្នេះយើងមើល 안នៅពីមុខ 해요 គឺជាកិរិយាសព្ទដូច្នេះ 안 해요មិនធ្វើកីឡាមានន័យថាមិនលេងកីឡាយើងចូលដល់លំហាត់ភូគីប្រែមកថាឧទាហរណ៍ដូច្នេះឧទាហរណ៍របស់គេយើងមើលល្បះគេនិយាយថា지수 씨는 밥을 먹어요 지수 씨មានន័យថាកញ្ញាជីស៊ូ밥을 먹어요គឺជាសំណួរតើញ៉ាំបាយឬកញ្ញាជីស៊ូតើញ៉ាំបាយឬដូច្នេះចម្លើយគេឆ្លើយថា아니요 네 밥을 안 먹어요មិនញ៉ាំបាយទេ커피를 마셔요ផឹកកាហ្វេ coffee ប្រែថាកាហ្វេ 마셔요 ប្រែថាផឹកដូច្នេះយើងមើលcoffee គឺជានាមកម្មបត្តិរងអំពើនៃការផឹកដូច្នេះត្រូវបូកជាមួយនឹងបរិវារសព្ទឬ coffee ឬ ma셔요 ប្រែថាផឹកដូច្នេះទម្រង់នេះគេឲ្យយើងឆ្លើយចម្លើយនៃសំណួររបស់គេដោយសរសេរល្បះនោះឲ្យក្លាយទៅជាបដិសេធដោយប្រើទម្រង់អានយើងមើលល្បះទី1រូបភាពគេកំពុងតែញ៉ាំអ្វីគឺញ៉ាំនំប៉័ងដូច្នេះល្បះគេនិយាយថា사오진 씨는 주스를 마셔요. 사오진 씨មានន័យថាកញ្ញា사오진 주스ប្រែមកថាទឹកផ្លែឈើ 마셔요 ប្រែថាផឹកដូច្នេះតើកញ្ញា사오진ផឹកទឹកផ្លែឈើឬរូបភាពគឺមិនមែនទេគេកំពុងតែញ៉ាំនំប៉័ងដូច្នេះចម្លើយរបស់យើងត្រូវឆ្លើយថា아니요 네 주스를 안 마셔요 ប្រែមកថាមិនផឹកទឹកផ្លែឈើទេ juice ប្រែមកថាទឹកផ្លែឈើ 안 마셔요 ប្រែមកថាមិនផឹកដោយប្រើទម្រង់បដិសេធ 안 រួចយើងឆ្លើយបញ្ជាក់គេថាតើកំពុងធ្វើអ្វីគឺកំពុងតែញ៉ាំនំប៉័ងដូច្នេះយើងឆ្លើយថា 빵을
មកកយោប៉ាំងប្រមាថានំប៉័ងដូច្នេះគឺជាកម្មបទបូកជាមួយនឹងបរិបទសព្ទអឺខ្លះជាប៉ាំងឺលមកកយោប្រមាថាញ៉ាំនំប៉័ងដូច្នេះចម្លើយពេញអានីយោជូស៊ឺឬអានម៉ាឆោយោប៉ាំងឺលមកកយោប្រថាទេមិនផឹកទឹកផ្លែឈើទេញ៉ាំនំប៉័ងយើងចូលដល់លំហាត់ទី2លំហាត់ទី2រូបភាពគេកំពុងតែអង្គុយមើលទូរទស្សន៍ដូច្នេះសំណួររបស់គេនិយាយថា Martin 씨는 책을 읽어요? ប្រែថាលោក Martin តើអានសៀវភៅឬដូច្នេះតើលោក Martin អានសៀវភៅឬរូបភាពគឺកំពុងតែអង្គុយមើលទូរទស្សន៍ដូច្នេះចម្លើយយើងត្រូវឆ្លើយថា 아니요ទេ 책을 안 읽어요 មិនអានសៀវភៅទេយើងប្រើជំនួយទម្រង់អាននៅពីមុខ 읽어요 안 읽어요 ប្រែថាមិនអានទេដូច្នេះ 아니요 책을 안 읽어요 ទេមិនអានសៀវភៅទេហើយឆ្លើយបញ្ជាក់គេមកតើកំពុងធ្វើអ្វីគឺកំពុងមើលទូរទស្សន៍ឆ្លើយថា television을 봐요 មើលទូរទស្សន៍ television ប្រែថាទូរទស្សន៍ដូច្នេះទូរទស្សន៍រងអំពើនៃការមើលដូច្នេះទូរទស្សន៍គឺជាកម្មបទយើងត្រូវបូកជាមួយនឹងបរិបទសព្ទកម្មបទបរិបទសព្ទអឺខ្លះជា television을 봐요 ប្រែថាមើលដូច្នេះចម្លើយពេញខ្លះជា 아니요 책을 안 읽어요 television을 봐요 ទេមិនអានសៀវភៅទេមើលទូរទស្សន៍លំហាត់ទី3រូបភាពគឺកំពុងជួបមិត្តភ័ក្តិដូច្នេះសំណួររបស់គេសួរថា 유카 씨는 공부해요? 유카 씨កញ្ញាយូខា 공부해요? តើសិក្សាឬដូច្នេះតើកញ្ញាយូខាសិក្សាឬដូច្នេះយើងមើលរូបភាពគឺកំពុងតែជួបមិត្តភ័ក្តិដូច្នេះសូមសរសេរចម្លើយដោយខមមិននៅខាងក្រោមវីដេអូដូច្នេះលំហាត់កិច្ចការដែលត្រូវខមមិនខាងក្រោមវីដេអូមាន3ដូច្នេះបូកទាំងលំហាត់នេះផងយើងត្រូវឆ្លើយបដិសេធថាអត់ទេគឺមិនសិក្សាទេគឺជួបមិត្តភ័ក្តិដូច្នេះសូមសរសេរជាភាសាកូរ៉េដោយខមមិនខាងក្រោមវីដេអូសម្រាប់ទម្រង់បដិសេធអាននេះគឺមានការបញ្ចូលនៅក្នុងវីដេអូផ្សេងមួយទៀតគឺមានទម្រង់បដិសេធចំនួន4ទម្រង់ដែលគ្រូបានធ្វើរួចហើយនៅក្នុងទម្រង់វេយ្យាករណ៍បដិសេធគឺមានទម្រង់អានទម្រង់មុតទម្រង់ជីមុតហាដានិងទម្រង់ជាអន្តាដូច្នេះទម្រង់ទាំង4នេះគឺទម្រង់បដិសេធដូចគ្នារបៀបប្រើរបស់វាគឺមានពន្យល់លម្អិតនៅ link នៃវីដេអូខាងក្រោមដូច្នេះសូមចូលទៅកាន់ link ដើម្បីមើលវីដេអូលម្អិត